ហើយស្ត្រីអ្នកនរគ្នាស្វាគមន៍មកកាន់សប្តាហ៍ថ្មីដែលនៅសប្តាហ៍នេះគឺយើងនឹងមកសម្រេចសាច់រឿងណាចាដែលនិយាយពីក្មេងផងម្នាក់ដែលដើមឡើងគាត់គឺត្រូវខ្លាចជាទេវតាទេប៉ុន្តែដោយសារតែមានរឿងហេតុបន្តិចបន្តួចអញ្ចឹងទៅគាត់ធ្វើឲ្យគុជនៃបិសាចហ្នឹងគឺបានហោះមកចូលក្នុងខ្លួនរបស់គាត់ហើយគាត់ក៏បានខ្លាចជាទេវតាហើយត្រូវបណ្ដាសាទៀតហើយតើជីវិតរបស់គាត់គឺមានលក្ខណៈបែបណាខ្លះទៅបើសិនជាគាត់ជាបិសាចបែបនេះចឹងគឺអ្នកនរគ្នាគឺចូលមកមើលទាំងអស់គ្នាហើយខ្ញុំចាំបានថាសាច់រឿងនេះគឺល្អមើលខ្លាំងមែនទែនកាល2021កាលហ្នឹងខ្ញុំដូចជារៀនទី5ហើយខ្ញុំមើលឡើង5 6ដងតែម្ដងហើយយើងកម្រងចាំយូរយើងចូលមកមើលទាំងអស់គ្នាប៉ុន្តែមុននឹងចូលដល់ខ្លឹមសារនៃคลิปអ្នកនរគ្នាកុំភ្លេចចុច like ហើយនិង subscribe ដោយរាល់ដល់អញ្ចឹងសេរីមួយនេះដែរគឺចាប់ផ្ដើមនៅលើឋានសួគ៌ដែលគេនេះគឺបង្ហាញនៃពវៈដ៏អស្ចារ្យមួយហៅថាបល្ល័ង្កនៃភាពវឹកវរហើយដោយសារតែឃើញនៅអានុភាពវាដ៏ខ្លាំងក្លាបែបនេះទើបព្រះអង្គបញ្ជូននៅកូនសិស្សរបស់គាត់ពីរនាក់ដែលមានឈ្មោះថាថៃយីហើយនិងសិនកុងប៉ាវប៉ុន្តែគឺគ្មានលទ្ធផលអ្វីបែបនេះហើយទើបព្រះអង្គទ្រង់ចេញមកដោះស្រាយដោយផ្ទាល់ដែលឲ្យភវៈមួយនេះទៅជាពីរកំណាត់ផ្សេងគ្នាដែលត្រូវបានគេស្គាល់ថាបល្ល័ង្កនៃបិសាចហើយមួយទៀតបល្ល័ង្កនៃភាពបរិសុទ្ធដែលបល្ល័ង្កនៃបិសាចនេះគឺមានអានុភាពខ្លាំងទើបព្រះអង្គគឺទ្រង់បានដាក់បណ្ដាសាដល់ពេល3ឆ្នាំក្រោយនឹងត្រូវរន្ទះបាញ់នឹងបញ្ជាឲ្យថៃយីយកត្បូងនៃបល្ល័ង្កមួយនេះបញ្ចូលទៅក្នុងកូនប្រុសនឹងរៀបសម្រាប់របស់លោកលីជីងហើយដាក់ឈ្មោះថាណាចាហើយថៃយីក៏បានធ្វើដំណើរមកឋានកណ្ដាលតែម្ដងហើយពេលដែលមកដល់យើងក៏ដឹងដែរថាសិនកុងប៉ាមួយនេះគឺមានភាពចំណានទៅលើថៃយីនឹងធ្វើការសណ្ដំទៅកាន់អ្នកបម្រើក្នុងផ្ទះដើម្បីទាញជាប្រយោជន៍ហើយសិនកុងប៉ាក៏បានបញ្ជាអ្នកបម្រើមួយហ្នឹងយកស្រាមួយធោឲ្យទៅកាន់ថៃយីតែម្ដងហើយថៃយីក៏បានដេកលក់យ៉ាងស្កប់ស្កល់តែម្ដងភ្លាមនោះលោកលីជីងដែលសារតែចាំថៃយីយូរខ្លាំងពេកគាត់ក៏បានមករកថៃយីតែម្ដងនឹងធ្វើការទះពីបេះដៃដើម្បីធ្វើឲ្យថៃយីភ្ញាក់ពីសន្លប់មកវិញហើយថៃយីក៏បានចាប់ផ្ដើមបំពេញនូវភារកិច្ចរបស់ខ្លួនប៉ុន្តែភ្លាមនោះអ្នកបម្រើក្នុងផ្ទះម្នាក់ក៏បានធ្វើការលួចត្បូងនៃព្រលឹងនេះតែម្ដងនិងបញ្ចូលព្រលឹងនៃបិសាចចូលទៅក្នុងទ្វារនៃដាហើយព្រលឹងនៃបិសាចមួយនេះក៏បានហោះចូលទៅក្នុងពួររបស់ប្រពន្ធលោកលីជីងហើយកំណត់ថ្មីក៏បានចាប់ផ្ដើមមកដល់ហើយគ្រាន់តែណាចានេះគឺចាប់កំណត់មកភ្លាមភូមិឈិងខាងមួយនេះគឺសឹងតែខ្ទេចបាត់ទៅហើយភ្លាមនោះលោកថៃយីក៏បានបញ្ចេញនូវកងឈិងខុនធ្វើការចាប់ព្រលឹងបិសាចមួយនេះជាប់កុំឲ្យវានឹងគឺបញ្ចេញនូវប្រតិកម្មខ្លាំងពេកហើយថៃយីក៏ចង់សម្រាប់ក្មេងនេះចោលតែម្ដងប៉ុន្តែលោកលីជីងក៏បានសូមអង្វរអ្នកគ្រប់គ្នាគឺថាទុកជីវិតឲ្យណាចាទៅគឺគាត់នឹងគឺនឹងសន្យាថានឹងមើលថែណាចានឹងគឺឲ្យល្អជាទីបំផុតគឺមិនឲ្យទៅប៉ះពាល់អ្នកដទៃនោះទេហើយថៃយីក៏បានបន្តដែរថាបើមិនសម្រាប់ឥឡូវគឺថា3ឆ្នាំក្រោយក៏គង់តែត្រូវតែបាញ់ស្លាប់ដដែលហ្នឹងការមកដល់សិនកុងប៉ាវិញពេលនេះគាត់ក៏បានមកជួបគ្នាជាមួយស្ដេចអ៊ីក្រៀចហើយគាត់ហ្នឹងហើយគឺជាអ្នកធ្វើការឲ្យស្ដេចអ៊ីក្រៀចបន្តមកទៀតស្ដេចអ៊ីក្រៀចក៏បានយកត្បូងនៃវិញ្ញាណមនុស្សបញ្ជូនទៅក្នុងកូនប្រុសថ្មីរបស់គាត់ដែលមានឈ្មោះថាអៅពេញចំណែកលោកលីជីងវិញពេលនេះគាត់ក៏បានធ្វើដំណើរមកដល់ច្រកទ្វារនៃឋានសួគ៌ហើយគាត់ហ្នឹងក៏បានជួបគ្នាជាមួយទេវតាពពកចំណែកណាចានដែលនៅលើផែនដីនេះវិញពេលនេះគាត់គឺមានអាយុ1ឆ្នាំហើយដែលសារតែមួយថ្ងៃលើឋានសួគ៌ហ្នឹងគឺស្មើ1ឆ្នាំនៃឋានមនុស្សលោករបស់យើងចំណែកអ្នកស្រីវិញបន្ទាប់ពីគាត់ទៅគាត់ក៏បានមកលេងជាមួយកូនប្រុសរបស់គាត់ហើយណាចាគឺតម្រាំតែបានមកលេងជាមួយម្ដាយគឺថាធុញមែនតើព្រោះចាំម្ដាយយូរខ្លាំងពេកហ៎ហើយដោយសារតែរាងកាយរបស់ណាចាគឺកើតឡើងពីត្បូងបិសាចបែបនេះការលូតលាស់នេះគឺខុសពីក្មេងទូទៅហើយដោយសារតែនៅតែផ្ទះនេះគឺធន់ខ្លាំងពេកណាចាក៏រកវិធីដើម្បីចេញមកក្រៅតែម្ដងហើយអ្នកស្រុកអ្នកភូមិគ្រាន់តែឃើញថាណាចាចេញមកក្រៅបែបនេះគឺភ័យបាក់សក់តែម្ដងហើយណាចាក៏បានជួបគ្នាជាមួយពួក hater របស់ខ្លួនហើយក៏អានឲ្យពួកហ្នឹងគឺរៀបចំគម្រោងដើម្បីធ្វើបាបណាចាតែប៉ះទៅគឺណាចាគឺប្រឡំធ្វើជាគ្នារបស់វាហើយក៏បានបន្លាយពួកវាធ្វើឲ្យពួកវាចូលធៈរបស់ខ្លួនឯងហើយពួកហ្នឹងក៏បានជេរទៅកាន់ណាចាធ្វើឲ្យណាចានេះគឺខឹងខ្លាំងមែនទែនក៏បានតក់ពួកវាមកដុំថ្មតែជាសំណាងល្អទេវតាថៃយីក៏មកជួយទាន់ហើយលោកលីជីងក៏បានប្រាប់ទៅកាន់ប្រពន្ធគាត់ថាបណ្ដាសារបស់ព្រះអិនហ្នឹងគឺថាដាក់ឲ្យគឺដាក់ឲ្យគឺមិនអាចដកវិញបាននោះទេប៉ុន្តែពួកគេគឺមានតែវឹកហាត់ណាចាខ្លាចជាអ្នកចម្បាំងដើម្បីឲ្យណាចាគឺស្លាប់ទៅទាំងមានកេរ្តិ៍ឈ្មោះល្អមិនមែនស្លាប់ទៅក្នុងនាមជាបិសាចនោះទេហើយថ្ងៃបន្ទាប់លោកថៃយីក៏បានដាក់អន្ទាក់ដែលធ្វើឲ្យណាចានឹងគឺហោះចូលទៅក្នុងពិភពគំនូរដើម្បីឲ្យគាត់នឹងគឺងាយស្រួលវឹកហាត់ណាចាក៏ព្រោះតែណាចានេះគឺជាក្មេងដែលរពឹសហើយក្បាលរឹងខ្លាំងមែនទែនហើយណាចានេះគ្រាន់តែចូលដល់ភ្លាមក៏បញ្ចេញទេពកោសល្យរបស់ខ្លួនតែម្ដងតែណាចានេះគឺហាក់ដូចជាមានដងតាំងពីកំណើតតែម្ដងថៃយីចំណាយពេលរាប់ឆ្នាំដើម្បីរៀនប៉ុន្តែណាចាវិញគឺរៀនតែមួយផ្លែនោះទេគឺថាចេះឡើងខ្ទេចតែម្ដងហើយណាចាក៏បានតែប្រេងលោកគ្រូរបស់ខ្លួនហើយវេទមន្តមួយនេះគឺគេហៅថាវេទមន្តមុខភ័ណ្ឌភ្នែកឬក៏ illusion ហើយបន្តមកទៀតណាចាក៏ត្រូវបានលោកគ្រូថៃយីហ្នឹងគឺបកគលនៅលំពេងផ្កាភ្លើងមួយឲ្យទៅកាន់ណាចាដើម្បីធ្វើជាអាវុធសម្រាប់ការពារខ្លួនហើយណាចាគឺសប្បាយចិត្តនោះទេនៅពេលដែលដឹងថាលោកគ្រូនេះគឺចង់បង្ហាត់ខ្លួននឹងគឺដើម្បីការពារអ្នកភូមិក៏ព្រោះថាណាចាគឺតាំងពីតូចមកគឺថាអ្នកភូមិគឺរស់អានគាត់ខ្លាំងមែនទែនហូរទៅដល់ដែររបស់ណាចាបានមកប្រាប់ថាតែប៉ុន្តែណាចាគឺមានសមត្ថភាពពិសេសនេះគឺដោយសារតែណាចាគឺជាទេវបុត្រមកពីឋានសួគ៌មកចាប់ជាតិនឹងឯងហើយដល់ពេលដែលឮបែបនេះគឺថាណាចាគឺសប្បាយចិត្តខ្លាំងមែនទែនគឺថាខ្លួននេះគឺជាទេវបុត្រអស្ចារ្យជាងគេអញ្ចឹងណាខ្លួនក៏មានកម្លាំងចិត្តដើម្បីរៀនសូត្រតែម្ដងគឺថាភ្លឺស្វាងតែម្ដងហើយគឺការវឹកហាត់របស់ណាចាគឺមិនមែនលំនោះទេគឺណាចាទោះបីជួយគេបានសម្រេចពិតមែនប៉ុន្តែការបំផ្លាញហ្នឹងក៏លើសលប់ដែរ
ហើយណាចាគឺធន់មែនតើក្នុងការវាយគ្នាក្នុងពិភពនិមិត្តបែបនេះណាគឺគាត់ចង់ទៅវាយគ្នាផ្ទាល់ក្នុងពិភពពិតតែម្ដងហើយណាចាក៏បានលួចជួបលោកគ្រូថៃយីចេញមកក្រៅហើយពេលដល់ក្រៅណាចាក៏បានប្រទះគ្នាជាមួយវិសាចទឹកមួយដែលកំពុងលួចមាត់អ្នកភូមិហើយក៏ចាប់ក្មេងស្រីមួយធ្វើជាចំណីប៉ុន្តែភ្លាមនោះពេលណាចាកំពុងដេញសុកក៏បានតែប្រទះជាមួយបរិសឃ្លោកសមួយក៏បានជួយណាចាប៉ុន្តែណាចានេះគឺមិនព្រមនោះទេដល់ពេលដែលឃើញថាគេមកទៅដើមការងារអញ្ចឹងព្រោះតែណាចាគឺចង់ធ្វើជាបរិសតែម្នាក់ឯងហើយដោយសារតែពីរអ្នកនេះវាយគ្នាបែបនេះក៏ធ្វើឲ្យបិសាចមួយនឹងគឺមានឱកាសក្នុងការ activate ធម៌ពលរបស់វាដែលបញ្ចេញពពុះមកគឺនៅពេលដែលមានអីទៅប៉ះគឺថាខ្លាចជាថ្មតែម្ដងហើយថ្នាំបិសាចហ្នឹងគឺអាចចំមករបស់វានឹងឯងហើយបន្ទាប់ពីណាចាបានជួយក្មេងស្រីម្នាក់ហ្នឹងក្មេងស្រីម្នាក់ហ្នឹងក៏ចង់លេងជាមួយណាចាតែនេះគឺជាលើកដំបូងហើយដែលមានអ្នកចង់លេងជាមួយណាចាលើសពីនេះទៅទៀតគឺថាអាពីងក៏បានចូលរួមលេងជាមួយណាចាដូចគ្នាតែធ្វើឲ្យណាចាគឺស្រក់ទឹកភ្នែកតែម្ដងហើយអាពីងដោយសារតែណាចាក៏បានសុំណាចាធ្វើជាមិត្តភក្តិតែម្ដងហើយក៏បានប្រាប់ណាចាថាបើចង់ហៅខ្លួនគឺឲ្យផ្លុំខ្យល់នេះមកហើយអ្នកស្រុកអ្នកភូមិដែលមកតាមក្រោយនេះគឺមិនគិតថាណាចាជាវរៈបរោះអីនេះទេគិតថាណាចាគឺជាបិសាចតាមចាប់ក្មេងស្រីនោះទៅវិញហើយអាពីងក៏បានមកទូប្រាប់បិតាថាពេលដែលខ្លួនចេញទៅក្រៅហ្នឹងក៏បានជួបគ្នាជាមួយក្មេងប្រុសម្នាក់ហើយក៏បានរាប់អានដែលក្មេងប្រុសម្នាក់នោះគឺមានឈ្មោះថាណាចាហើយប្រាប់បិតារបស់អាពីងគឺពិតជាហួសចិត្តខ្លាំងមែនទែនក៏ព្រោះតែអាពីងហ្នឹងគឺមានជោគវាសនាក្នុងការកម្ចាត់ណាចាក៏ព្រោះតែណាចាគឺជាត្បូងនៃបិសាចមកដល់ណាចាវិញពេលនេះគាត់គឺកំពុងសរសើរដែរដោយសារតែគាត់ខំធ្វើល្អបើជាអ្នកគ្រប់គ្នាគិតថាគាត់នឹងគឺជាមនុស្សអាក្រក់ទៅវិញហើយគាត់គឺកំពុងតែ dead set អីអញ្ចឹងណាប៉ុន្តែព្រឹកនោះលោកលីជីងក៏បានមកប្រាប់ណាចាថាថ្ងៃហ្នឹងគឺជាថ្ងៃនៃគម្រប់ខួប3ឆ្នាំរបស់ណាចាអញ្ចឹងហើយគឺថាអ្នកស្រុកអ្នកភូមិគឺនឹងចូលរួមអបអរណាចាហើយមិនចាំយូរណាចាក៏បានកោះហៅអាពីងនឹងប្រាប់ឲ្យអាពីងហ្នឹងគឺចូលរួមថ្ងៃកំណើតរបស់ខ្លួនផងតែអាពីងក៏ដឹងក្នុងចិត្តថាខ្លួនទៅគឺទៅក្នុងន័យសម្រាប់ណាចានឹងឯងហើយអាពីងពេលដែលត្រឡប់មកវិញខ្លួនក៏ត្រូវបានគ្រូសានិករីរបស់ខ្លួនគឺបេសកម្មអ្នកបន្តិចគុំគ្នាដើម្បីខ្លាចជាអាវក្រោះសម្រាប់ការពារអាវពីងពីគ្រោះថ្នាក់ផ្សេងកបួនតសការនេះគឺរងខ្លាំងមែនទែនហើយសិនពងប៉ៅក៏បានបញ្ជាក់អូនណាចាទៅថាហេអូនហើយគិតថាហែងនេះស្អីគេត្បូងនៃព្រលឹងមែនតែប៉ុន្តែហែងហ្នឹងគាត់ជាត្បូងនៃបិសាចទេហើយថ្ងៃហ្នឹងដែរក៏ត្រូវជាថ្ងៃដែលហែងត្រូវស្លាប់ហើយក៏ព្រោះតែផ្ទះបាញ់គឺនឹងបាញ់ហែងហើយពេលដែលចេញមកក្រៅណាចាគឺមើលខ្លាំងមែនទែនហើយណាចាក៏ត្រូវបានលោកគ្រូថាយីគឺផ្ដល់នៅអាវុធពិសេសដូចជាលំពេញផ្កាភ្លើងកសែងក្រហមហើយនិងកងទ័ពដែលកងទ័ពក្រហមនេះគឺប្រែកលាមកពីជ្រូកនឹងឯងវាផ្លាស់ប្ដូរតាមបុគ្គលិកលក្ខណៈនៃម្ចាស់របស់វាហើយណាចាពេលនេះគាត់គឺអស់ទ្រាំជាមួយអ្នកជុំវិញខ្លួនហើយក៏បានបញ្ចេញនូវធម៌ពលរបស់គាត់ពេញលេញតែម្ដងហើយពេលនេះបលឹងនៃបិសាចក៏បានចូលមកគ្រប់គ្រងខ្លួនប្រាណរបស់ណាចាហើយគាត់នេះគឺមិនស្គាល់ឪពុកស្គាល់កូននោះទេគឺវាយយកទាំងអស់តែម្ដងហើយសិនកំប៉ាក៏បានប្រាប់ទៅកាន់អាពីងថាដើមឡើយហ្នឹងគឺពូជអ្នកក្រីកគឺជាពូជមួយដែលមានឋានៈខ្ពង់ខ្ពស់ខ្លាំងមែនទែនប៉ុន្តែទេវតាបែរជាមើលមិនឃើញនឹងចាត់ទុកពូជអ្នកក្រីកគឺដូចជាសម្រាមហើយឲ្យពួកគេគឺមកឃុំបិសាចនៅក្នុងបាតសមុទ្រទៅវិញហើយថ្ងៃនេះអាពីងត្រូវតែធ្វើជាវរៈវរោះជួយសង្គ្រោះអ្នកគ្រប់គ្នាដើម្បីឲ្យព្រះអិនមើលឃើញថាកូននាងម្នាក់នេះគឺមានសមត្ថភាពគ្រប់គ្រាន់នឹងឡើងឋានៈឲ្យអាពីងហ្នឹងធ្វើជាទេវតាពេញលេញហើយពេលនោះអាពីងនឹងមានឱកាសក្នុងការជួយសង្គ្រោះគ្រួសារនេះរបស់ពួកគេឲ្យមានសេរីភាពឡើងវិញហើយពេលនេះកងឈីងខុននឹងគឺនៅដៃសិនកំប៉ានឹងឯងហើយឲ្យទៅកាន់អាពីងដើម្បីជួយសង្គ្រោះណាចាដើម្បីធ្វើជាវរៈវរោះមិនចាំយូរអាពីងក៏បានចូលទៅតែម្ដងហើយក៏អាចចាត់ការណាចាបានសម្រេចហើយណាចាដល់ពេលដែលដឹងថាខ្លួនឯងធ្វើបែបនេះក៏ខ្មាស់ខ្លួនឯងហើយក៏បានហោះចេញទៅបាត់ទៅចំណែកលោកលីជីងក៏អរគុណទៅកាន់វរៈវរោះមួយនេះហើយគាត់គឺចង់មើលមុខវរៈវរោះមួយនេះខ្លាំងមែនទែនប៉ុន្តែអាពីងគឺមិនដោះឲ្យមើលនោះទេដោយសារតែធំក្លិននេករាជគាត់ក៏បានទាញកណាត់គ្រប់ចេញក៏រកឃើញថាអាពីងមួយនេះគឺជានេករាជហើយអ្នកភូមិក៏ដឹងដែរថាត្បូងនៃព្រលឹងនេះគឺត្រូវបាននេករាជលួចយកទៅនឹងឯងហើយសិនកងប៉ាក៏បានជួយម្ចាក់សាំងបន្ថែមទៀតដែរថាបើសិនជាអាវពេញមិនសម្រាប់អ្នកភូមិនេះបំបត្តិមាត់នោះទេច្បាស់ណាស់ជោគវាសនារបស់គ្រួសារនេះគ្រាគឺកាន់តែដុនដាបជាងនេះទៅទៀតហើយអាពីពេលនេះគាត់គឺគ្មានចម្រោះនោះទេគឺមានតែបំផ្លាញភូមិនេះចោលតែម្ដងចំណែកណាចានៅក្នុងព្រៃនេះវិញជ្រូកក៏បានខកនិងបង្ហាញនៅវីដេអូដែលបុករបស់ណាចាឡើងទៅលើឋានសួគ៌ហើយក៏រកឃើញថាទោះបីជាមិនអាចដោះបណ្ដាសានោះបានក៏អាចបដូរនៅជោគវាសនាបានដូចគ្នាតែពេលនេះគឺឪពុករបស់ណាចាគឺជាអ្នកទទួលអន្ទាក់បានជំនួសឲ្យណាចាគឺមានន័យថាឪពុករបស់ណាចាគឺលះបង់ជីវិតដើម្បីកូនប្រុសនឹងឯងគ្រាន់តែឃើញបែបនេះណាចាក៏បានហត់ទៅផ្ទះវិញតែម្ដងដើម្បីជួយឪពុកម្ដាយរបស់ខ្លួនវាយគ្នាជាមួយនឹងអាវពេញដោយសារតែអាវក្រសកានេះគឺមិនងាយក្នុងការបំផ្លាញនោះទេហើយនៅពេលដែលហាក់ដូចជាចាញ់ប្រៀបអាវពេញក៏បានប្រែកន្លងទៅជានិគរីតែម្ដងហើយក៏បានហត់ទៅសង្កត់ផ្ទាំងតកកមនុស្សដើម្បីឲ្យវាបាក់សុទ្ធសង្កត់ភពមួយនេះចោលប៉ុន្តែណាចាក៏បានហត់ទៅហាមឃាត់ហើយគាត់នេះគឺប្រឹងបញ្ចេញដៃទាំង6តែម្ដងហើយក៏បានដុតរំលាយតកកនេះចោលប៉ុន្តែគាត់នេះគឺមិនសម្រាប់អាវពេញនោះទេដោយសារតែអាវពេញគឺជាមិត្តភក្តិតែម្នាក់របស់គាត់ហើយគាត់ក៏បានលាឪពុកម្ដាយរបស់គាត់នឹងទទួលយកជោគវាសនារបស់គាត់ដូចគ្នាហើយភ្លាមនោះរឿងផ្ទះពីឋានសួគ៌ក៏បានបាញ់ចុះមកប៉ុន្តែអាពីងគឺគាត់មិនចង់មិត្តភាពរបស់គាត់នោះទេគាត់ក៏បានប្រើប្រាស់អាវសកានេះរបស់គាត់ការពាររន្ទះប៉ុន្តែរន្ទះមួយនេះគឺវាខ្លាំងពេក
ទើបពីរនាក់នេះគឺបានផ្គុំគ្នាដើម្បីបង្កើតជាត្បូងនៃភាពវឹកវរឡើងវិញតែម្ដងតែទោះជាបែបនេះក៏ដោយក៏ពួកគេគឺមិនអាចយកឈ្នះសន្ទះមកពីឋានសួគ៌នោះទេហើយលោកគ្រូថាញីក៏បានលុកដៃទៅជួយក៏បានបបផ្កាឈូកដែលគាត់ក្តោបព្រលឹងពីរនាក់ហ្នឹងណាក៏បានចាប់ពួកហ្នឹងចូលទៅក្នុងផ្កាឈូកហ្នឹងតែម្ដងគឺព្រលឹងពួកគេគឺចូលទៅក្នុងផ្កាឈូកសាច់រឿងរបស់យើងគឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នាគឺយើងនឹងចាំមើលភាគ2ទាំងអស់គ្នាគឺថាភាគ2គឺល្អមើលជាងភាគ1ទៀតអញ្ចឹងគឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នាកុំភ្លេចចុច like ហើយនិង subscribe ផងជួបគ្នានៅសប្តាហ៍ក្រោយ